ថាបបិទ្ធព្រះអង្គដល់ចម្រើនព្រះអង្គគង់នៅជាសុខទេឬព្រះអង្គទ្រង់ឆ្លើយព្រាហ្មណោគឺព្រាហ្មណ៍ទេដែលជាអ្នកមានបាបអន្សត់ហើយបរិនិព្វាតោជាអ្នករំលត់នៅកិលេសហ្នឹងគឺជាអ្នកដែលដេកនៅជាសុខអង្គុយជាសុខសពកាលសពទាវេសកាំងសេតិហ្នឹងគឺព្រះអង្គទ្រង់ឆ្លើយអញ្ចឹងទេណាហើយយើងឆ្លើយសាមញ្ញធម្មតាហ្នឹងតាមការសន្មត់ទេមិនអ្នកអើយសុខសប្បាយទេណាបាទចាសុខសប្បាយហ្នឹងសុខសប្បាយទាំងកិលេសណែនបុកណាហ្នឹងប៉ុន្តែព្រះអង្គទ្រង់ឆ្លើយព្រាហ្មណោបរិនិព្វាតោណាព្រាហ្មណ៍ហ្នឹងគឺមិនមែនសំដៅយកព្រាហ្មណ៍ទៅឈ្មោះទេគឺសំដៅអ្នកដែលយកមានអ្នកដែលមានបាបអន្សត់ចោលហើយរំលត់នៅកិលេសហើយមិនមែនត្រឹមតែប៉ុណ្ណឹងទេព្រះអង្គបញ្ជាក់តទៅទៀតយោអ្នកលិមបតិកាមេសុបុគ្គលឯណាដែលមិនបានប្រឡាក់នៅក្នុងកាមទាំងឡាយសេតភូតោគឺជាអ្នកតិចនិរូបតិគឺប្រសិជ្ជៈនៅឧបធិកិលេសហ្នឹងហើយបានកាត់ផ្ដាច់នៅតណ្ហាទាំងពួងសព្ពេអសត្យយោឆេធ្វាណាកាត់ផ្ដាច់នៅតណ្ហាទាំងពួងគឺសេចក្តីប្រាថ្នាទាំងពួងហើយជាអ្នកកំចាត់បងនៅសេចក្តីក្តៅក្រហាយក្នុងចិត្តវិន័យៈនេះគឺកំចាត់បងហតិយេតរាំងភាពក្តៅក្រហាយកវល់កវាយក្នុងហប្រតិក្នុងបេះដូងហតិយេតរាំងណាក៏បានវិន័យៈគឺកំចាត់បងហ្នឹងបុគ្គលនោះគឺជាអ្នកបានដល់នៅសេចក្តីស្ងប់ដោយចិត្តសន្តੰបបយៈចេតសាណាគេថាបានដល់សេចក្តីស្ងប់ដោយចិត្តហើយក៏រមែងដេកនៅជាសុខព្រោះតែជាអ្នកមានសេចក្តីស្ងប់រងាប់ឧបសន្តោសុខੰសេតិសន្តੰបបយៈចេតសានឹងព្រះអង្គទ្រង់សម្ដែងឆ្លើយណាគឺធ្វើឲ្យលោកសិទ្ធិនឹងជ្រះថ្លាមែនទេនឹងគ្រាន់តែព្រះអង្គទ្រង់ត្រាស់ឆ្លើយទៅចឹងទ្រព្យសម្បត្តិក្នុងលោកនេះវាមានកម្រិតមិនមែនអ្នកណាចង់បានប៉ុណ្ណាចេះតែបានប៉ុណ្ណឹងទេមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិអីហ្នឹងហើយដល់ទៅម្នាក់វាចង់បានច្រើនវាត្រូវដណ្ដើមគ្នាហើយអាហ្នឹងនិយាយពីសម្បត្តិក្នុងលោកដល់ទៅដណ្ដើមគ្នាវាប្រជែងគ្នាទោះជាលៀបទោះជាយុះអីក៏ដោយហ្នឹងវាមានកម្រិតមានចំនួនណាចឹងហ្នឹងហើយដល់តែម្នាក់គ្រប់តែគ្នាចង់បានច្រើនធ្វើម៉េចនឹងគ្រប់ដល់អញ្ចឹងវាត្រូវធ្វើម៉េចក្នុងលោកហ្នឹងជាធម្មតាទេវាត្រូវតែដណ្ដើមគ្នាប្រឡងប្រជែងគ្នារហូតដល់មានអ្នកកើតឡើងអ្នកណាបានច្រើនក៏មានអ្នកអញ្ចឹងទៅហើយអំនួតអួតអាងទៅបង្អួតអ្នកដទៃទៅនាំឲ្យមានការឈឺចិត្តនាំឲ្យមានការសងត្រឡប់មកវិញនៅអំពើមិនល្អផ្សេងដោយសេចក្តីក្តៅក្រហាយមិនមែនជាមេត្តាចិត្តនោះអាហ្នឹងគឺប្រព្រឹត្តទៅក្នុងលោកហ្នឹងអញ្ចឹងប៉ុន្តែចំពោះសេចក្តីស្ងប់វិញទេអត់មានកម្រិតដែលថាត្រូវទៅដណ្ដើមគ្នាអីចែកគ្នាមិនគ្រប់អីអត់ទេមែនទេទេណាក្តីស្ងប់នេះមានតម្លៃអ្នកដែលបាននៅសេចក្តីស្ងប់ច្រើនហើយមិនបានទៅរាំងសេចក្តីសុខស្ងប់អ្នកដទៃទេវាខុសពីសម្បត្តិក្នុងលោកទៀតបានលៀបបានយោះអញ្ចឹងទៅតែអត់មានសេចក្តីស្ងប់ខាងក្នុងវាទៅដណ្ដើមសេចក្តីសុខអ្នកដទៃវាទៅបៀតបៀនអ្នកដទៃទៀតឲ្យតែខ្លួនឯងបានលៀបបានយោះបានសេចក្តីសប្បាយស្វែងរកសេចក្តីសុខសប្បាយរីករាយពីលើសេចក្តីទុក្ខលំបាករបស់អ្នកដទៃនឹងដោយអំណាចនៃសម្បត្តិក្នុងលោកហ្នឹងវាមានទោសអញ្ចឹងវាខុសគ្នាពីសេចក្តីស្ងប់អ្នកដែលមានសេចក្តីស្ងប់ក្នុងសន្តានមិនបានទៅដណ្ដើមសេចក្តីសុខអ្នកដទៃទេរឹងរិតតែជួយគ្រប់គ្រងទំនុកបំរុងសេចក្តីសុខស្ងប់អ្នកដទៃជ្រោមជ្រែងផ្ដល់ប្រគល់សេចក្តីសុខស្ងប់ឲ្យដល់អ្នកដទៃឲ្យដល់សង្គមដល់ក្រុមដល់គូ
នឹងទៅសេចក្តីសុខស្ងប់នឹងមានតម្លៃណាសុខស្ងប់តិចនឹងសុខស្ងប់តិចល្អណាស់ហើយមានតម្លៃទៅតាមសភាវៈពិតទៀតនឹងមានតម្លៃទៅតាមសភាវៈពិតដូចមាសដូចពេជ្រអីមានតម្លៃតាមដែលមនុស្សយើងសត្វលោកយើងសន្មត់ទៅសន្មត់តែគ្នាយើងនឹងអញ្ចឹងទៅរបស់នឹងវាថ្លៃយ៉ាងនេះយ៉ាងនោះនឹងហើយវាមិនមែននាំឲ្យមានសេចក្តីសុខស្ងប់តិចដោយសារមាសពេជ្រនោះទេអញ្ចឹងយើងត្រូវឃើញវត្ថុដែលមានតម្លៃជាងមាសពេជ្រនឹងក៏សូមឲ្យមានស្មារតីកន្លែងនឹងរឿយតកូនតចៅអីចឹងទៅណាទៀតកុំឲ្យឃើញរបស់មានតម្លៃត្រឹមតែមាសប្រាក់ត្រឹមតែលៀបយោក្នុងលោកណាត្រូវឲ្យឃើញរបស់ដែលមានតម្លៃជាងនឹងក្នុងលោកនេះគឺមានជាប្រកបគឺសេចក្តីស្ងប់ចិត្តហ្នឹងព្រះពុទ្ធដីកាព្រះអង្គសម្ដែងទៅជាព្រាហ្មណ៍ដែលមានបាបសត្វបណ្ដែតចោលហើយជាអ្នករំលត់នៅកិលេសព្រាហ្មណោបរិនិពុតោហ្នឹងហើយជាអ្នកដែលមិនបានប្រឡាក់ប្រឡោះទៅដោយកាមទាំងឡាយហ្នឹងគឺជាអ្នកដែលរស់នៅជាសុខសពកាលហ្នឹងព្រះអង្គឆ្លើយទៅនឹងពាក្យលោកសិទ្ធិថាព្រះអង្គគង់នៅជាសុខទេឬណាហើយព្រះអង្គបញ្ជាក់ទៀតការដែលកាត់នៅតណ្ហាទាំងពួងកំចាត់បងនៅភាពក្តៅក្រហាយគឺកិលេសជាគ្រឿងក្តៅណាទៀតដៅក្នុងចិត្តបានហើយជាអ្នកមានសេចក្តីស្ងប់រមែងដែលជាសុខព្រោះបានដល់នៅសន្តិដោយចិត្តសំខាន់ណាទៀតហ្នឹងសន្តឹងបបយៈចេតសាបានដល់នៅសន្តិដោយចិត្តហ្នឹងមិនមែនគ្រាន់តែថាដល់ទៅចិត្តវាអត់ដល់ទេចិត្តនឹងវាដល់នៅសេចក្តីស្ងប់នឹងដោយចិត្តសន្តឹងបបយៈចេតសាសំខាន់ណាអញ្ចឹងគឺយើងត្រូវឲ្យឃើញថាកិលេសដែលយើងតាំងទុកថាជាសត្រូវនេះគឺកុំឲ្យភ្លេចឲ្យសោះទេកុំឲ្យភ្លេចឲ្យសោះក្រោកព្រឹកឡើងត្រូវដឹងថាសត្រូវរបស់យើងគឺលោភៈទោសៈមោហៈអ៊ីសាមច្ឆរិយៈប្រកាន់ទិដ្ឋិតម្លើងមាននេះហើយត្រូវតាំងខ្លួននៅក្នុងការវឹកហាត់រហូតទេមិនមែនយើងមិនដឹងថាកិលេសនឹងជាទោសមិនមែនយើងមិនដឹងទេយើងដឹងថាវាទោសវាបាបវាអកុសលហើយប៉ុន្តែដល់ពេលខឹងជាខឹងទៅពេលស្រឡាញ់ចង់បានជាចង់បានទៅមកពីអីមកពីយើងអត់បានវឹកហាត់យើងអត់បានវឹកហាត់ដឹងថាទោសៈនឹងវាអាក្រក់វាអាប់អោនវានាំឲ្យក្តៅវានាំឲ្យបាបសពគ្រប់វាមិនល្អតែដល់មានរឿងអីតោះចិត្តខឹងទៅមិនបានអញ្ចឹងមិនបានដល់តែមានរឿងអីតោះចិត្តមិនត្រូវតាមអធិស្ស្រ័យនៅតែខឹងដដែលអញ្ចឹងមិនមែនថាមិនដឹងអីណាដឹងតែខឹងនឹងវាសៅហ្មងហើយវាបាបហើយវាទុកវាលំបាកអីមិនបាននៅតែខឹងហើយញាតិញោមឆ្លើយមកពីបានតែដឹងវាអត់មានការតាំងចិត្តវឹកហាត់ហ្នឹងអញ្ចឹងបានថាយើងត្រូវតែតាំងចិត្តវឹកហាត់យកអ្វីទាំងអស់ដែលបានមកដល់ជីវិតយើងឲ្យជាសាលារៀនឲ្យជាមេរៀនឲ្យជាកន្លែងសម្រាប់យើងវឹកហាត់យើងបានចូលសាលាយើងបានវឹកហាត់ហើយយើងបានទៅកន្លែងសម្រាប់វឹកហាត់យើងមានឱកាសវឹកហាត់ហើយយ៉ាងណាអ្វីក្នុងលោកនេះជាកន្លែងជាសាលារៀនសម្រាប់យើងវឹកហាត់ហ្នឹងអញ្ចឹងយើងតាំងចិត្តអញ្ចឹងណាទៀតហ្នឹងអញ្ចឹងគឺឲ្យដឹងថាយើងគិតមើលសង្គ្រាមខាងក្រៅវាមិនអាចយឺតយូរវែងឆ្ងាយអីដូចជាសង្គ្រាមជាមួយកិលេសទេណាទៀតសង្គ្រាមជាមួយកិលេសនឹងគឺរ៉ាំរៃវែងឆ្ងាយជាទីបំផុតកម្រាប់ថា10ឆ្នាំ20 30ឆ្នាំអីនោះគឺរាប់ជាតិជាអនេកច្បាំងរហូតណាទៀតបាំងរហូតហ្នឹងអាហ្នឹងយើងត្រូវជ្រាបអញ្ចឹងហើយមិនងាយយកឈ្នះទេអ្នកដែលប្រកែកច្បាំង100 ដងឈ្នះទាំង100 ដង1000 ដងឈ្នះទាំង1000 ដង1លានដងឈ្នះទាំង1លានដងប៉ុន្តែទីបំផុតគឺច្បាំងមិនឈ្នះជាមួយនឹងកិលេសខ្លួនឯងឡើយមែនទេណានឹងប្រកែកច្បាំងជាមួយខ្មាំងសត្រូវខាងក្រៅយ៉ាងណាក៏ដោយតែទីបំផុតច្បាំងអត់ឈ្នះខ្លួនឯងទេនឹងកិលេសនឹងយើងត្រូវដឹងថាជាសត្រូវខ្លាំងក្លាដល់ទៅម្លឹងណាទេអ
យោសាសង្សាសេនៈសង្គាមេមានឧសេជិណេអេកញ្ចជាយមតានំសវេសង្គាមអយុត្តមោព្រះអង្គសម្ដែងបរពទៅលើនាងកណ្ដុលកេសានោះយោសាសង្សាសេនៈសង្គាមេមានឧសេជិណេអ្នកណាដែលឈ្នះមនុស្សទាំងឡាយក្នុងសង្គ្រាម1000ដងហ្នឹង1000នាក់1000ដងឬក៏ថាឈ្នះមនុស្ស1លាននាក់ក្នុងសង្គ្រាមប៉ុន្តែអត់ប្រសើរទេអេកញ្ចជាយមតានំឈ្នះខ្លួនឯងម្នាក់ទៅបុគ្គលនោះឈ្មោះថាជាការឈ្នះនៅសង្គ្រាមដ៏ប្រសើរហ្នឹងណាព្រះអង្គទ្រង់សម្ដែងអញ្ចឹងបានថាយើងត្រូវដឹងថាការធ្វើសង្គ្រាមជាមួយនឹងកិលេសនេះទោះជាយឺតយូររ៉ាំរ៉ៃយ៉ាងណាក៏ដោយតែយើងមិនត្រូវរួញរេថយក្រោយទេមិនត្រូវដាក់ចុះនៅឆន្ទៈទេណាត្រូវសិក្សាវឹកហាត់អប់រំព្រោះថាជាការដែលយើងត្រូវតែយកឈ្នះដើម្បីយើងបានរួចពីសេចក្តីទុក្ខយើងឈ្នះអ្នកដទៃខាងក្រៅក្នុងសង្គ្រាមគឺគ្រាន់តែជាការបម្រើកិលេសខ្លួនឯងនិងកិលេសអ្នកដទៃតែប៉ុណ្្នឹងទេវាអត់មែនជាការឈ្នះអីដើម្បីនាំមកនៅសន្តិក្នុងចិត្តសន្តាននោះឡើយតលតែឈ្នះកិលេសទៅនាំមកនៅសេចក្តីសុខស្ងប់ក្នុងសន្តានទៅឈ្មោះថាបាននៅសេចក្តីសុខស្ងប់តិចពិតប្រាកដនឹងតេតងនឹងចម្លើយរបស់ព្រះដែលមានពភៈនឹងសំខាន់ណាស់ដែលយើងត្រូវសិក្សាទៀតបានជាកណ្ណាគុណចាស់ត្រូវកត់ត្រូវសរសេរនឹងដើម្បីយើងសិក្សាទៅឲ្យបានល្អពុទ្ធិកាព្រះអង្គសម្ដែងនឹងដើម្បីសេចក្តីស្ងប់វាតល់តែយើងនឹងឯងកុំចេះតែសង្ឃឹមកុំចេះតែប្រាថ្នាទេណាក្នុងវត្ថុផ្សេងមួយគឺយើងកុំចិត្តតែចង់កុំចិត្តតែប្រាថ្នាយកចិត្តយកថ្លើមអ្នកដទៃកាលណាបើយើងចិត្តតែចង់យកចិត្តយកថ្លើមអ្នកដទៃកុំចង់ឲ្យថាបានសុខបានស្ងប់អត់ទេរឿងហ្នឹងយើងត្រូវពិចារណាមើលចុះវាយ៉ាងម៉េចបានជាវាអត់សុខស្ងប់ដូច្នេះដើម្បីសន្តិក្នុងចិត្តសន្តានកុំចាំបាច់ចង់យកចិត្តយកថ្លើមអ្នកដទៃអាហ្នឹងមួយសំខាន់ណាកណ្ណាគុណម្ចាស់ពិចារណាមើលទៅណាទី2មិនចាំបាច់ចង់បានការតបស្នងសងគុណពីអ្នកណាដែលយើងធ្វើល្អទៅនោះទេមិនចាំបាច់ចង់បានទេអាហ្នឹងទៅយើងបានសេចក្តីស្ងប់ហ្នឹងណាទី3មិនចាំបាច់ធ្វើអីចង់បានតែសរសើរនោះទេហ្នឹងអាហ្នឹងបើយើងប្រាថ្នាសេចក្តីស្ងប់ណាទៀតហ្នឹងយើងប្រាថ្នាសេចក្តីស្ងប់ទី4សំខាន់ណាស់គឺដើម្បីសេចក្តីស្ងប់មិនចាំបាច់ចង់ឲ្យអ្នកនេះយ៉ាងនេះចង់ឲ្យអ្នកនោះយ៉ាងនោះទេពីព្រោះមនុស្សម្នាក់វាទៅតាមអធ្យាស្រ័យហ្នឹងចិត្តសន្តានវាត្រូវទៅតាមអធ្យាស្រ័យណាចឹងហ្នឹងវាទៅតាមអធ្យាស្រ័យហើយគេយ៉ាងនេះគេយ៉ាងនោះដូច្នេះដើម្បីសេចក្តីស្ងប់តើតែយើងកាត់ចំណងកន្លែងហ្នឹងកុំចង់បានឲ្យអ្នកនេះយ៉ាងនេះកុំចង់បានឲ្យអ្នកនោះយ៉ាងនោះត្រូវតែឃើញទៅតាមអធ្យាស្រ័យត្រូវតែឃើញទៅតាមសេចក្តីពិតនៃមនុស្សអ្នកម្នាក់ហ្នឹងដែលសន្សំសន្តានមកផ្សេងគ្នាអាហ្នឹងអញ្ចឹងហើយម្យ៉ាងទៀតយើងត្រូវតែកាន់បន្ថយនៅចំណងក្នុងរបស់ផ្សេងនឹងរបស់ដែលវាហួសអំពីតម្រូវការក្នុងជីវិតរបស់យើងណាទៀតនឹងព្រោះការកាត់បន្ថយនៅចំណងនេះគឺជាអ្នកគ្រប់ជាងអ្នកដែលបាននៅទ្រព្យសម្បត្តិច្រើនតែមិនបានអនុវត្តកាត់បន្ថយនៅសេចក្តីប្រាថ្នាចឹងការអនុវត្តកាត់បន្ថយនៅសេចក្តីប្រាថ្នាចំណេះដឹងនឹងប្រឹងប្រែងស្វែងរកនៅសេចក្តីស្ងប់ពិតប្រាកដព្រោះសេចក្តីស្ងប់នេះវាតលតែបង្អោនទៅដើម្បីឲ្យបានផងណាទេតលតែយល់ដល់គុណតម្លៃនៃសេចក្តីស្ងប់នឹងមានតម្លៃជាងលៀបជាងយសជាងមាសជាងប្រាក់អ្វីទាំងអស់ជាសេចក្តីស្ងប់គឺជាការគ្រប់គ្រាន់ក្នុងជីវិតពិតប្រាកដប្រឹងប្រែងស្វែងរកការចេះដឹងនិងប្រឹងប្រែងស្វែងរកឱកាសបំពេញសេចក្តីល្អអាហ្នឹងក៏ជាការតាំងចិត្តមួយដែរមិនមែនសេចក្តីល្អចិត្តតែកើតឡើងចិត្តតែចម្រើនទេតើតែមានការតាំងចិត្តទេបង្អោនចិត្តទៅរកឱកាសបំពេញសេចក្តីល្អហើយប្រឹងប្រែងបំពេញសេចក្តីល្អឲ្យបានគ្រប់គ្រាន់ក្នុងឱកាសពេលវេលាដែលហុចឲ្យហ្នឹង
ឱកាសពេលវេលាហុចឲ្យដើម្បីយើងបំពេញសេចក្តីល្អគឺត្រូវតែបំពេញសេចក្តីល្អនឹងឲ្យបានគ្រប់គ្រាន់ទៅតាមឱកាសពេលវេលាដែលបានហុចមកឲ្យយើងនឹងដោយការប្រឹងប្រែងស្វែងរកឱកាសបំពេញសេចក្តីល្អនឹងហើយត្រូវតែបំពេញឲ្យបានគ្រប់គ្រាន់ទៀតនៅពេលដែលមានឱកាសហើយនឹងអញ្ចឹងទៅយើងបាននៅសេចក្តីសុខស្ងប់ទៅតេតងនឹងការអនុវត្តប្រព្រឹត្តច្រើនណាស់ខ្ញុំកណ្ណាខ្ញុំបាទនឹងសម្ដែងបន្តក្នុងថ្ងៃស្អែកទៀតសូមកណ្ណាគុណម្ចាស់ញាតិញោមស្រីប្រុសទាំងអស់បានយល់ដល់គុណតម្លៃនៃសេចក្តីស្ងប់រស់នៅជាសុខទៀតសូមអនុមោទ